សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកនិយាយទាក់ទងជាមួយនឹង Clean Log User Management ចឹងកុំឲ្យខាតពេលយូរគឺយើងអាចចូលទៅកាន់សរសេរ comment មកទៅទីមួយគឺដែលយើងចង់ប្រាប់អ្នកទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់Who am I ដែលយើង show ទាក់ទងជាមួយនឹងaccount ដែលយើងប្រើដែលយើង login ចូលទៅក្នុង Clean Log របស់យើងណាចឹងaccount ដែលខ្ញុំប្រើគឺ Yeasley របស់ខ្ញុំហើយមួយទៀតគឺយើងចង់ show តាក់ទងជាមួយ directory ដែលយើងប្រើពាក្យថា AWE អឺតាក់ទងជាមួយcomment ហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយចូលទៅកាន់អឺការបង្កើតuser មកទៅអញ្ចឹងការបង្កើត user ទីមួយគឺយើងប្រើពាក្យថា sudo ហើយយើងអាចវាយតាក់ទងជាមួយនឹងឈ្មោះuser add យើងវាយuser add ជប់ add អឺយើងពាក្យ .m ដែលមានន័យថាdirectory ហើយមួយទៀត .s ដែលមានថាscript ហើយយើងប្រើbin /bin/bash ហើយយើងអាចដាក់ឈ្មោះuser របស់យើងដែលខ្ញុំដាក់ឈ្មោះដាក់ Silly ទៅ Silly អញ្ចឹងតែប៉ុណ្្នឹងមកហើយយើង enter មកហើយវានឹងឲ្យយើងដាក់ password ហើយអរេនេះតាក់ទងជាមួយនឹង password admin របស់យើងដែលយើងបង្កើត user ចឹងហើយវាអត់ទាន់មាន password ទេតាក់ទងជាមួយនឹង account ដែលយើងបានបង្កើតហ្នឹងណាចឹងដើម្បីធ្វើការដាក់ password បានយើងឲ្យវាយពាក្យថា sudo sudo pass ហើយតាក់ទងជាមួយនឹងឈ្មោះនេះចឹងវានឹងឲ្យយើងបង្កើត password ថ្មីចឹងយើងអាចដាក់បង្កើតpassword ថ្មីរបស់យើងទៅចឹងវាអឺចូលហើយនៅពេលដែលយើងបង្កើត password ចឹងតាក់ទងជាមួយ command បន្ទាប់គឺពាក់ព័ន្ធជាមួយនឹងការ login ដែលយើងប្រើ command su ជាលីយើងប្រើ su ហើយយើង add ឈ្មោះរបស់យើងមកហើយយើង enter ទៅនឹងវានឹងទាមទារដាក់ password របស់យើងចេញយើងក៏វាយ password មកវា login ចូលហើយអញ្ចឹងនៅពេលដែលចូលហើយយើងអាចប្រើពាក្យប្រាក់គឺថា who am I នេះគឺជា account ដែលយើងបានបង្កើតមិញហើយយើងអាចធ្វើការបង្កើតមើល directory វាបាន home easily អឺមួយទៀត comment តាក់ទងជាមួយនឹងអឺការបង្កើតអឺ file directory ដែលយើងចង់បង្កើត mkdir មកហើយយើងអាចបង្កើត folder តែមួយទៅនេះគឺដោយសារតែវានៅក្នុងដូចជាអឺនៅក្នុង directory ខុសយើងអាចប្រើ cd មកហើយយើងវាយ ls ឈប់យើងវាយ cd ls desktop ls មើល cd តិចហើយយើងវាយ ls មកហើយយើងcd cd ls ចឹងកន្លែងនេះគឺយើងប្រហែលជាកើត folder បានហើយយើងmkdir តែនេះយើងវាយ ls មកនេះគឺជា file folder ដែលយើងបង្កើតនៅក្នុង directory របស់យើងចឹង command បន្ទាប់គឺពាក់ព័ន្ធជាមួយនឹង exit ទៅវិញយើងវាយពាក្យ exit មកវាយើងចេញបានហើយហើយពាក់ព័ន្ធជាមួយនឹងuser មួយទៀតដែលយើងបង្កើតតាក់ទងជាមួយនឹងការ add information ណាដើម្បីពាក្យ sudo add user កុំទាន់យើងចង់បង្ហាញពីការ show នៅពេលដែលយើងបង្កើត user ហើយយើងចង់មើលថានៅក្នុងម៉ាស៊ីនរបស់យើងមាន user ណាខ្លះយើងប្រើពាក្យថា add/etc/p pass p ass wd មានន័យថា password ហើយយើង enter ទៅនេះគឺជាuser ដែលយើងបានបង្កើតមិញអញ្ចឹងពាក់ព័ន្ធជាមួយ command បន្ទាប់តាក់ទងជាមួយនឹង sudo
add user series 1 add user series 1នេះគឺជា user អឺមួយដែលយើងបង្កើតជាលក្ខណៈ add user អញ្ចឹងយើងអាចដាក់ password មកអញ្ចឹងវានឹងសួរយើងចង់ដាក់ full name យើងដាក់ Lee អឺ room number យើងដាក់10 phone number យើងអាចដាក់អឺ10home phone ដែរទៅ order តេស្តហើយយើងគេសួរថា information យើង correct អត់យើងចេះមកហើយយើងវាយពាក្យ cancel ដដែលនេះគឺជាការ add user មួយទៀតប្រភេទមួយទៀតខុសពីuser add ណាអញ្ចឹងពីរនេះគឺវាខុសគ្នាអញ្ចឹងពាក់ព័ន្ធជាមួយនឹងuser management របស់ពួកយើងក៏វាមានតែប៉ុណ្្នឹងហើយចុងក្រោយគឺអរគុណដល់ទាំងអស់គ្នាដែលបានចូលមើលវីដេអូមួយនេះ